នេះគឺជា Isuzu D-Max ឆ្នាំ2026ដែលមកលើនេះគឺបានប្រើឈ្មោះថ្មីដែលលេខ 3.0 ហើយវាក៏ទទួលបានការអាប់ដេតថ្មីច្រើនដែរអញ្ចឹងខ្ញុំបានយក D-Max នេះមកកាន់ទឹកដីខេត្តសៀមរាបហើយខ្ញុំនឹងប្រាប់ពីបទពិសោធន៍របស់ខ្ញុំបន្ទាប់ពីបានកាន់ប្រើវារយៈពេល3ថ្ងៃចង់ដល់លម្អិតតាមដានវីដេអូនេះទាំងអស់គ្នាអូខេបងប្អូនអញ្ចឹងសម្រាប់ D-Max ឆ្នាំ2026នេះវានៅតែប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ 3.0 លីត្រដែរទេសម្រាប់ model នេះហើយវាក៏មានជាមួយនឹងជម្រើសម៉ាស៊ីន 1.9 ដែរប៉ុន្តែពាក់ព័ន្ធជាមួយនឹង D-Max 3.0 នេះកម្លាំងរបស់វាគឺ190សេសហើយខ្ញុំនៅតែពេញចិត្តជាមួយនឹង performance របស់ D-Max នេះដោយសារតែការជន់គឺស្ទុះហើយ smooth ល្អព្រោះវាប្រើជាមួយនឹងប្រអប់លេខ6វគ្គអូតូដែលវាមានជាមួយនឹងបច្ចេកវិទ្យា Realtronic ជួយទៅដល់ការចូលលេខនឹងបាន smooth ល្អជាពិសេសនោះគឺការជន់លបឿនក៏ដូចជាការជន់វ៉ាជើងហ្នឹងគឺងាយស្រួលមែនទែនជន់ឡើងទៅឲ្យ smooth ល្អមែនទែនហើយមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធជើងក្រោមអញ្ចឹងពាក់ព័ន្ធជាមួយនឹង D-Max នេះផ្នែកខាងមុខគឺគេប្រើជាមួយនឹងប្រព័ន្ធស្លាបជើងភ្លោះ independent ហើយមាន racer ជំនួយហើយផ្នែកខាងក្រោមគឺមានប្រើចទានិងបូមអញ្ចឹងប្រព័ន្ធជើងក្រោមរបស់ D-Max នេះវាមិនត្រឹមតែជួយទៅដល់ការទប់លំនឹងការបើកបោរៀងទន់ក៏អាចដឹកបានច្រើនដែរអញ្ចឹងខ្ញុំគិតថាសម្រាប់បងដែលគាត់យក D-Max នេះទៅប្រើជាលក្ខណៈប្រកបអាជីវកម្មការដឹកណាដឹកអីវ៉ាន់ដឹកអីជាមួយនឹងផ្នែកកសិកម្មអីក៏ដោយខ្ញុំគាត់ថាត្រូវច្រើនដោយសារតែប្រព័ន្ធជើងក្រោមវាគឺអាចដឹកបានធ្ងន់ហើយមួយទៀតនោះគឺវាមានជាមួយនឹងមុខងារជំនួយទៅលើការ off road វាមានជាមួយនឹងកាប៉េតា 2H 4H 4L ហើយមានជាមួយនឹងមុខងារមួយទៀតហៅថា rough terrain mode អញ្ចឹងប្រព័ន្ធ rough terrain mode នេះគឺយើងអាចប្រើបានទាំងនៅប៉ុង1ក៏ដូចជាប៉ុង2បាទហើយប្រព័ន្ធនេះគឺវាជំនួយទៅដល់ការបញ្ជូនកម្លាំងទៅកង់វានឹងបែងចែកដោយស្វ័យប្រវត្តិណាអញ្ចឹងសម្រាប់ការបើកទៅលើផ្លូវឧបសគ្គជាពិសេសបងដែលប្រើជាលក្ខណៈបែបកសិកម្មណាចោះចកាចោះអីហ្នឹងគឺត្រូវហើយព្រោះវាមានជាមួយនឹងប្រព័ន្ធជំនួយច្រើនទៅលើការបើកបោទៅលើផ្លូវពិបាកអញ្ចឹងបើយើងនិយាយពីមុខងារសុវត្ថិភាពក៏ដូចជាមុខងារជំនួយ D-Max ក៏មានច្រើនដែរជាពិសេសទៅលើប្រព័ន្ធទប់លំនឹងប្រព័ន្ធប្រាំង ABS ប្រព័ន្ធជំនួយទៅលើការឡើងចំណោតចុះចំណោតគឺមានមកចប់ហើយមុខងារ ADAS ក៏មានច្រើនដែរមានបន្លាញ Sport មានជាមួយនឹង Rear Cross Traffic Alert អញ្ចឹងដល់ពេលដែលមានឧបសគ្គឆ្លងកាត់ផ្នែកខាងក្រោយគឺវានឹង alert ឲ្យយើងដឹងហើយកាមេរ៉ារបស់វាគឺច្បាស់ល្អកាមេរ៉ាមើលក្រោយមានជាមួយនឹងខ្សែបន្ទាត់រេតាមចក្រកូតផងដែរហើយបូករួមជាមួយនឹង Rear Cross Traffic Alert ទៀតនៅពេលដែលចេញចូលចំណតអីគឺផ្ដល់ភាពងាយស្រួលច្រើនអូខេអញ្ចឹងសម្រាប់ការប្រើប្រាស់រយៈពេល3ថ្ងៃមកទឹកដីខេត្តសៀមរាបនេះគឺខ្ញុំពេញចិត្តជាមួយនឹង D-Max ច្រើននិយាយទៅគឺប្រើស្រួលមែនទែនសម្រាប់ការជិះមកខេត្តចេះគឺមានភាពងាយស្រួលទាំងការដឹកអីវ៉ាន់ព្រោះខ្ញុំដាក់ធីមការងារមកដើម្បីថតអញ្ចឹងអីវ៉ាន់អីគឺពេញមកគ្រប់ក្រោយអីទាំងផ្លូវស្រួលផ្លូវពិបាកឡើងភ្នំបាទហើយសម្រាប់ D-Max នេះគឺយើងជិះទៅមានអារម្មណ៍ថាវាធូរមែនតើវាងាយស្រួលឆ្លងកាត់ផ្លូវឧបសគ្គពិបាកៗហ្នឹងគឺជិះដោយទំនុកចិត្តណាយើងអត់មានបារម្ភខ្លាចថាយើងជាប់ផុងជាប់ទៅរួចអីទេបាទសម្រាប់ D-Max នេះអានេះខ្ញុំសរសើរមែនសម្រាប់ការបើកបោជិះមកឡើងភ្នំចុះភ្នំមានជាមួយនឹងមុខងារជំនួយឡើងចំណោតចុះចំណោតបាទគឺផ្ដល់ភាពងាយស្រួលច្រើនមែនទែនហើយមួយទៀតពាក់ព័ន្ធជាមួយនឹងការប្រើទូទៅD-Max នេះគឺវាមានជាមួយនឹង Apple CarPlay Android Auto ដែលចាំបាច់ប្រើខ្សែទេអញ្ចឹងខ្ញុំដាក់ Apple CarPlay មកស្ដាប់ចម្រៀងយើងមើលផែនទីផ្ដល់ភាពងាយស្រួលមែនទែនហើយមានជាមួយនឹងរុនសាក USB-C ដែរអញ្ចឹងទូរស័ព្ទឥឡូវគឺប្រើ USB-C អស់ហើយ D-Max ក៏អាប់ដេតតាមដែរបន្ថែមពីនឹងទៀតពាក់ព័ន្ធជាមួយនឹងកន្លែងដាក់កែវទឹកអញ្ចឹងយើងមកដំណើរកម្សាន្តយើងមកខេត្តចេះប្រកាសជាត្រូវការ D-Max នេះមានកន្លែងដាក់កែវទឹករហូតដល់10ច្រើនមែនទែន10កន្លែងអញ្ចឹងខ្ញុំគិតថាការប្រើប្រាស់ D-Max នេះមិនថាបងយកទៅប្រើជាលក្ខណៈបែបរ៉ូស៊ីឬក៏ប្រើជាលក្ខណៈគ្រួសារគឺត្រូវច្រើនចំណុចមួយទៀតដែលខ្ញុំនៅតែពេញចិត្តជាមួយនឹង D-Max គឺពាក់ព័ន្ធជាមួយនឹងកុងទ័ររបស់វាអញ្ចឹងកុងទ័រ D-Max នេះបើយើងមើលទៅគឺការ design បែបសាមញ្ញទេបាទបែបតនិចធម្មតាឯងប៉ុន្តែគឺវាភ្លឺច្បាស់ល្អហើយយើងងាយស្រួលមើលមែនទែនក្រៅពីនឹងដែរ D-Max គឺមានប្រព័ន្ធម៉ាស៊ីនត្រជាក់ទាំងមុខខាងក្រោយដែលវាមានជាមួយនឹងមុខងារបន្សុទ្ធខ្យល់ដែរអញ្ចឹងអានេះខ្ញុំគិតថាវាល្អអញ្ចឹងបើយើងនិយាយពីផ្នែកសុវត្ថិភាពវិញ Pick up D-Max នេះគឺទទួលបានសុវត្ថិភាពកម្រិតផ្កាយ5ទៅលើការធ្វើតេស្តកម្រិតសុវត្ថិភាពណានៅតំបន់អាស៊ានហើយពាក់ព័ន្ធជាមួយនឹង D-Max នេះគឺវាប្រើគ្រោងឆ្អឹងដែលរឹងមាំដូចបងប្អូនដឹងហើយ D-Max គឺរឹងមាំមែនទែនគ្រោងឆ្អឹងរបស់វាហើយក៏វាមានជាមួយនឹងសមត្ថភាពអាចចុះទឹកបានជម្រៅរហូតដល់ទៅ800មីលីម៉ែត្រផងដែរអញ្ចឹងដោយបញ្ជាក់អញ្ចឹងសម្រាប់បងដែលគាត់ប្រើជាលក្ខណៈបែបកសិកម្មណាចុះចកាចុះអី
គឺអត់ចាំបាច់បារម្ភទេមានទាំងជាមួយនឹងប្រព័ន្ធកាបេតាមាន terrain mode ហើយអាចចុះទឹកបានជម្រៅរហូតដល់ទៅ800មីលីម៉ែត្រទៀតអញ្ចឹងគឺវាធ្វើបានច្រើនសម្រាប់ DMAX សមត្ថភាពវាគឺខ្លាំងអូខេបងប្អូននៅចំណុចមួយទៀតដែលខ្ញុំអត់ទាន់បាន mention អញ្ចឹងបងបានស្ដាប់ទៅលើលក្ខណៈពិសេសរបស់ DMAX អស់ហើយទាំង performance machine ទាំង option ដែលដាក់មកទាំងផ្នែកសុវត្ថិភាពប៉ុន្តែអត់ទាន់បានប្រាប់តម្លៃរបស់ DMAX 2026ប្រភេទ Deluxe 3.0 នេះតម្លៃក្រោម$40,000បងប្អូនអញ្ចឹង$34,900អញ្ចឹងសម្រាប់ pick up តម្លៃក្រោម$40,000ជាមួយនឹងអីដែលវាផ្ដល់ឲ្យនេះគឺខ្ញុំគិតថា DMAX ជាជម្រើសល្អបំផុតមួយហើយគឺវាផ្ដល់ឲ្យច្រើនទាំងម៉ាស៊ីនធំបាទម៉ាស៊ីនធំជាន់ smooth ល្អស្រួលជិះ option ដែលដាក់មកគឺវាត្រូវជាមួយនឹងការប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាការប្រកបអាជីវកម្មផងដែរអញ្ចឹងតម្លៃប៉ុណ្ណេះជាមួយនឹងអីដែលវាដាក់មកខ្ញុំគិតថាគឺបានច្រើនមែនទែនអូខេបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងការរចនារូបរាងផ្នែកខាងក្រៅ DMAX ស្រីឆ្នាំ2026នេះវាក៏បានផ្លាស់ប្ដូរដែរដោយបងប្អូនឃើញអញ្ចឹងជាពិសេសគឺផ្នែកខាងមុខរបស់វាការ design នេះគឺផ្លាស់ប្ដូរថ្មីបាទមកប៉ាណាមុខនេះមើលទៅគឺរាងកាចជាងមុនណាហើយមួយទៀតគឺវាមានជាមួយនឹងរន្ធខ្យល់នៅផ្នែកចំហៀងនេះដើម្បីឲ្យខ្យល់រត់ចេញចូលដែរមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងសំណុំជាមុខរបស់វាគឺមានជាមួយនឹងមុខងារ follow me home ដែរអញ្ចឹងមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងផ្នែកខាងលើនេះក៏វាបានផ្លាស់ប្ដូរដែរនិយាយទៅផ្នែកខាងមុខBody Max 2026នេះបើតាមខ្ញុំមើលគឺរាងកាចជាងសេរីឆ្នាំ2025ហើយពាក់ព័ន្ធជាមួយនឹងយ៉ានកង់របស់វានេះក៏បានផ្លាស់ប្ដូរថ្មីដែរទាំងយ៉ានកង់ការ design ឲ្យពណ៌នេះគឺជាប្រភេទពណ៌ខ្មៅគ្រើមយើងមើលទៅគឺស៊ីជាមួយនឹងតួខ្លួនឡានហ្មងហើយពណ៌ប្រភេទនេះលេងជាមួយនឹងប៉ាណាខ្មៅកង់ខ្មៅទៀតមើលទៅគឺកាចខ្លាំងមែនទែនបាទហើយមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងសេវាកម្មដោយសារតែក្រុមហ៊ុន Isuzu Cambodia ឥឡូវនេះគឺគាត់មានដៃគូសហការនៅតាមបណ្ដាខេត្តដែរមានខេត្តច្រើនបាទអញ្ចឹងសម្រាប់បងដែលគាត់នៅតាមខេត្តបាទទិញ Isuzu DMAX ទៅគឺអត់ចាំបាច់បារម្ភទៅលើសេវាកម្មទេផ្នែកសេវាកម្មទេឥឡូវនេះគឺមានដៃគូរបស់ Isuzu នៅចិត្តនៅតាមខេត្តហើយនៅចិត្តបងប្អូនហើយអញ្ចឹងគឺងាយស្រួលមែនទែនអញ្ចឹងបន្ថែមទៅលើផ្នែកសេវាកម្មពាក់ព័ន្ធជាមួយនឹងការធានាវិញក្រុមហ៊ុន Isuzu គឺផ្ដល់ការធានារយៈពេល3ឆ្នាំឬ100000គីឡូម៉ែត្រចេញពីក្រុមហ៊ុនផ្លូវការអញ្ចឹងនេះវាកាន់តែផ្ដល់ទំនុកចិត្តទៅដល់បងដែលជាអ្នកប្រើប្រាស់ណាបាទអូខេបងប្អូនអញ្ចឹងនេះគឺជាបទពិសោធន៍របស់ខ្ញុំ3ថ្ងៃបន្ទាប់ពីបានកាន់ប្រើ Isuzu D-Max សេរីឆ្នាំ2026នៅក្នុងទឹកដីខេត្តសៀមរាបណាហើយពីខ្ញុំមកគឺការអាប់ដេតថ្មីរបស់ Isuzu D-Max នេះគឺត្រូវចិត្តខ្ញុំច្រើនហើយពីខ្ញុំទៅគឺខ្ញុំ recommend ឲ្យបងប្អូនទៅធ្វើការបើកបរសាកល្បងដោយផ្ទាល់នៅក្រុមហ៊ុន Isuzu Cambodia ហើយសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចតាក់ទងទៅកាន់លេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់នេះបានអញ្ចឹងចំពោះបងប្អូនវិញយកយ៉ាងណាដែរពី pick up មួយនេះជួយ comment នៅខាងក្រោមផងពីខ្ញុំបាទស៊ីឡុងអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត